មេដឹកនាំប្រទេស G7 បានអំពាវនាវឲ្យបន្ថយការវិប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ារួមទាំងបទឈប់បាញ់នៅតំបន់កាហ្សាផងដែរនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នៅថ្ងៃទី17ខែមិថុនានេះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយពួកគេក៏បានបញ្ជាក់ឡើងវិញអំពីការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដោយបានបន្ថែមថាក្នុងបរិបទនេះអ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចាកចេញពីជំនួបកំពូលនាប្រទេសកាណាដាមុនពេលកំណត់និងបានប្រាប់អ្នកសារព័ត៌មានថាខ្ញុំត្រូវត្រឡប់ទៅវិញមុនម៉ោងដោយសារហេតុផលច្បាស់លាស់មួយចំនួនការចាកចេញរបស់លោកធ្វើឡើងនៅពេលអ៊ីស្រាអែលនិងអ៊ីរ៉ង់បានវាយប្រហារគ្នាក្នុងរយៈពេល5ថ្ងៃជាប់គ្នាសេចក្តីរាយការណ៍ជាច្រើនបានផ្សព្វផ្សាយថាលោកត្រាំបានណែនាំក្រុមប្រឹក្សាសន្តិសុខជាតិសេតាវិមានរៀបចំប្រជុំនៅពេលលោកទៅដល់លោក Pete Hegseth ជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសពីការពង្រីកសមត្ថភាពយោធាបន្ថែមទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីពង្រឹងទីតាំងការពាររបស់មន្ទីរបញ្ចកោណប៉ុន្តែមន្ត្រីអាមេរិកបានបដិសេធលើការលើកឡើងដែរថាអាមេរិកប្រុងនឹងចូលរួមជាមួយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់សេតាវិមានបានបញ្ជាក់ថាលោកត្រាំពិតជារីករាយនៅក្នុងជំនួបកំពូលនេះដោយអះអាងថាទទួលបានជោគជ័យច្រើនរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងអង់គ្លេសលោកស្រី Caroline Leavitt អ្នកនាំពាក្យសេតាវិមានបាននិយាយថាលោកត្រាំបានចាក់ចែងពីកិច្ចប្រជុំមេដឹកនាំកំពូលពិភពលោកនៅតំបន់កាណាណាស្គីសប្រទេសកាណាដាបន្ទាប់ពីពិធីអាហារពេលល្ងាចកាលពីយប់ថ្ងៃច័ន្ទដោយសារតែអ្វីដែលកំពុងតែកើតមាននៅតំបន់មជ្ឈិមបូព៌ាលោកស្រីមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទេការនេះមានន័យថាលោកប្រធានាធិបតីអាមេរិកនឹងខកខានជំនួបផ្ទាល់ជាមួយនឹងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននិងលោក Claudia Sheinbaum ប្រធានាធិបតីប្រទេសមិចស៊ិកដែលគ្រោងធ្វើនៅថ្ងៃអង្គារជាថ្ងៃចុងក្រោយនៃជំនួបកំពូលនេះអំឡុងពេលកម្មវិធីថតរូបអនុស្សាវរីយ៍នៅថ្ងៃច័ន្ទលោកត្រាំបាននិយាយថាវាពិតជាមានសារៈសំខាន់ណាស់ដែលលោកត្រូវវិលត្រឡប់ទៅទីក្រុង Washington ដើម្បីការងារសំខាន់នៅមុននេះលោកប្រធានាធិបតីបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថាអ៊ីរ៉ង់គួរតែចុះកិច្ចព្រមព្រៀងដែលលោកបានដាក់ជូនពួកគេនៅក្នុងកិច្ចចរចានាពេលថ្មីៗនេះរវាងអាមេរិកនិងអ៊ីរ៉ង់លោកបានសរសេរថាគ្រាន់តែបញ្ជាក់ថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេខ្ញុំនិយាយម្ដងហើយម្ដងទៀតលោកត្រាំក៏បានទទូចទៅប្រជាជនអ៊ីរ៉ង់តាមបណ្ដាញសង្គម Truth Social Media របស់លោកថាឲ្យចាកចេញពីរដ្ឋធានីតេហេរ៉ង់ដែលមានប្រជាពលរដ្ឋ17លាននាក់លោកមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេភ្លាមបន្ទាប់មកបណ្ដាញសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាមានសម្លេងផ្ទុះនិងការបាញ់ចេញពីប្រព័ន្ធការពារដែនអាកាសនៅក្រុងតេហេរ៉ង់កាលពីព្រឹកថ្ងៃអង្គារហេតុការណ៍នេះកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានផ្ដោតគោលដៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ដែលបង្ខំឲ្យអ្នកអានព័ត៌មានត្រូវគេចខ្លួនពាក់កណ្ដាលទីនៅប្រទេសអ៊ីស្រាអែលឯណោះវិញសំឡេងស៊ីរ៉ែនបន្លឺឡើងពេញក្រុងតែលអាវីវដែលគេអាចឮសំឡេងផ្ទុះខណៈមីស៊ីលរបស់អ៊ីរ៉ង់ផ្ដោតគោលដៅទៅលើប្រទេសនេះបន្តទៀតមេដឹកនាំពិភពលោកនៅក្នុងជំនួបកំពូល G7 បាននិយាយថាពួកគេយល់ពីភាពចាំបាច់របស់លោកត្រាំក្នុងការចាកចេញមុនពេលកំណត់លោកអេមម៉ាញ៉ែលម៉ាក្រុងប្រធានាធិបតីបារាំងបាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកអាចសម្រេចបានបទឈប់បាញ់នោះគឺជារឿងល្អអ្នកនាំពាក្យលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថាការចាកចេញរបស់លោកត្រាំគឺអាចយល់បានបើទោះបីជាមេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីករណីពន្ធក៏ដោយមានសញ្ញានៃការបែកបាក់តាំងពីដំបូងនៅក្នុងជំនួប G7 ជុំវិញជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននិងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
លោកត្រាំមានគម្រោងបដិសេធសេចក្តីថ្លែងការណ៍របស់ជំនួបកំពូលជុំវិញចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CBS ប៉ុន្តែនៅទីបំផុតមេដឹកនាំកំពូលបានឯកភាពលើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃច័ន្ទដែលអះអាងថាពួកគេបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះសុវត្ថិភាពរបស់អ៊ីស្រាអែលសេចក្តីថ្លែងការណ៍នេះបន្ថែមថាអ៊ីរ៉ង់គឺជាប្រភពសំខាន់នៃអស្ថិរភាពនិងភេរវកនៅក្នុងតំបន់យើងបានបញ្ជាក់ច្បាស់ៗជាបន្តបន្ទាប់ថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរនោះទេលោកត្រាំក៏បាននិយាយផងដែរនៅឯជំនួបកំពូលតាំងពីដំបូងថាវាគឺជាកំហុសដ៏ធំមួយសម្រាប់អតីតក្រុមប្រទេស G8 ដែលបានបណ្ដេញប្រទេសរុស្ស៊ីចេញពីក្រុមនេះកាលពីឆ្នាំ2014បន្ទាប់ពីប្រទេសរុស្ស៊ីចូលកាន់កាប់តំបន់គ្រីមៀរបស់ប្រទេសអ៊ុយក្រែនលោកត្រាំបាននិយាយថាលោកពូទីនបាននិយាយជាមួយលោកពូទីនមិននិយាយជាមួយអ្នកផ្សេងទៀតទេគាត់មិនមែនសប្បាយចិត្តនឹងរឿងនេះទេប៉ុន្តែការរីកចម្រើនខ្លះខណៈលោកត្រាំបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេសនិងអាមេរិកដោយដកចេញនៅរបាំងពាណិជ្ជកម្មខ្លះរវាងប្រទេសទាំងពីរកាលពីថ្ងៃច័ន្ទក៏មានការចរចាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកាណាដា Mark Carney និងលោក Donald Trump ផងដែរបន្ទាប់ពីលោក Carney បាននិយាយថាកាណាដានិងអាមេរិកអាចនឹងសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅក្នុងរយៈពេល30ថ្ងៃទៀតដើម្បីដោះស្រាយការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមកលើទំនិញនាំចូលនោះនេះគឺជាលើកទី2ហើយដែលលោកត្រាំបានចាកចេញពីជំនួបកំពូល G7 មុនពេលកំណត់កាលពីឆ្នាំ2018នៅក្នុងជំនួបកំពូលនៅទីក្រុងកេបិចលោកបានចាកចេញពីជំនួបកំពូលនេះផងដែរដើម្បីជួបជាមួយនឹងលោកគីមចុងអ៊ីនមេដឹកនាំកូរ៉េខាងជើងអ៊ីស្រាអែលបានអះអាងពីការគ្រប់គ្រងដែនអាកាសរបស់អ៊ីរ៉ង់ចាប់តាំងពីចាប់ផ្ដើមសង្គ្រាមតាមផ្លូវអាកាសរបស់ខ្លួនកាលពីថ្ងៃប្រហ័សដែលបានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលខ្លួនអះអាងថាបានសម្លាប់អ្នកវិទ្យាសាស្ត្រគ្រាប់បែកប៉ារ៉ាម៉ាណូនិងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ជាច្រើនរូបទោះបីជាយ៉ាងណាអ៊ីស្រាអែលមិនទំនងជាសម្រេចគោលដៅរបស់ខ្លួនក្នុងការបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេក្រុមអ្នកវិភាគយោធាអះអាងថាមានតែអាមេរិកទេដែលមានគ្រាប់បែកនិងគ្រាប់បែកដែលអាចទម្លុះចូលទីតាំងផលិតអាវុធនុយក្លេអ៊ែរដែលស្ថិតនៅជម្រៅជ្រៅរបស់អ៊ីរ៉ង់ជាពិសេសគឺរោងចក្រចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមក្រោមដី Fordo ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានធ្វើឲ្យមនុស្ស224នាក់ស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ចំណែករដ្ឋាភិបាលអ៊ីស្រាអែលវិញថាយ៉ាងហោចណាស់មនុស្ស24នាក់បានស្លាប់នៅប្រទេសអ៊ីស្រាអែល